ជំរាបសួរចា៎នៅថ្ងៃនេះខ្ញុំបានរៀបចំសៀវភៅចំនួន33ក្បាលសម្រាប់ចែកជូនកូនៗដែលគាត់ទទួលបានជ័យលាភីសម្រាប់ឋានៈលេខ1ដល់លេខ5នេះគឺជាទឹកចិត្តរបស់អ្នកខ្ញុំបន្តិចបន្តួចទៅកាន់ពួកគាត់និយាយទៅសម្រាប់សិស្សដែលគាត់ទទួលបានជ័យលាភីពីលេខ1ដល់លេខ5គឺខ្ញុំតែងតែចែកជូនគាត់រាល់ឆ្នាំនិយាយទៅឲ្យតែខ្ញុំមករៀនបាឋានៈណាគឺថាខ្ញុំចែកពួកគាត់ហើយសម្រាប់សិស្សផ្សេងៗដែលគាត់មិនទទួលបានជ័យលាភីក៏ខ្ញុំតែងតែមានឲ្យការលើកទឹកចិត្តរបស់គាត់តាមរយៈការជំនាញចឹងទៅម៉ែខ្ញុំគាត់ធ្វើបង្អែមធ្វើនំទិញទឹកទិញអីយកទៅចែកជូនពួកគាត់ញ៉ាំចឹងទៅបើកាលឆ្នាំ2022ខ្ញុំបានទិញជាសៀវភៅក៏ដូចជាសម្ភារៈសិក្សាផ្សេងៗក៏ដូចជាខ្មៅដៃអីចឹងទៅយកទៅចែកជូនពួកគាត់ពេលខ្លះទៅក៏មានដូចជាសម្លៀកបំពាក់ក៏មានសម្លៀកបំពាក់ថ្មីខ្លះក៏សម្លៀកបំពាក់ដែលប្រើប្រាស់នៅអាចប្រើបានទៅក៏យកទៅចែកជូនពួកគាត់អញ្ចឹងពួកគាត់សប្បាយចិត្តខ្លាំងមែនទែននៅពេលដែលទទួលបានរបស់ទាំងអស់នោះពួកឯងគាត់ភាគច្រើនហ្មងគឺគាត់មានជីវភាពរៀនខ្វះខាតចឹងនៅពេលដែលគាត់ទទួលបានសម្ភារៈទាំងអស់ហ្នឹងគឺគាត់សប្បាយចិត្តមែនទែនហ្មងសប្បាយចិត្តជាមួយយើងខ្លាំងមែនទែនហ្មងអញ្ចឹងខ្ញុំក៏សប្បាយចិត្តជាមួយនឹងគាត់ដូចគ្នាសម្រាប់សិស្សដែលគាត់មានជីវភាពខ្វះខាតខ្លាំងមែនទែនរហូតដល់អត់មានលទ្ធភាពក្នុងការទិញសៀវភៅក៏ដូចជាសម្ភារៈសិក្សាដូចជាខ្មៅដៃអីចឹងខ្ញុំជួយគាត់រាល់ពេលដែលគាត់ប្រើប្រាស់អស់ចឹងគឺខ្ញុំមកទិញឲ្យគាត់ប្រើប្រាស់ជាបន្តជាវិស័យម៉ាក់ខ្ញុំហ្មងណាពេលគាត់ដឹងថាសិស្សណាដែលគាត់មានជីវភាពខ្វះខាតខ្លាំងអញ្ចឹងពេលខ្លះគាត់ច្រកនំច្រកអីគាត់ធ្វើម្ហូបនិយាយទៅតាមរយៈខ្ញុំឲ្យយកឲ្យក្មេងម្នាក់នឹងញ៉ាំរងថ្ងៃមកពេលខ្លះដល់រយៈពេល1ឆ្នាំ2ឆ្នាំអីចឹងនិយាយទៅគាត់ជួយរាល់ឆ្នាំមកឲ្យសម្រាប់ខ្ញុំគឺមិនមែនជាអ្នកមានអីទេគ្រាន់តែថាខ្ញុំចូលចិត្តចែករំលែកអីដែលអាចជួយទៅដល់ពួកគាត់បានខ្លះខ្ញុំក៏សប្បាយចិត្តនៅក្នុងការជួយពួកគាត់ដែរពេលខ្លះដូចជាគាត់ខ្វះខាតកៅអៅស្លៀកពាក់ក្មេងខ្លះគឺថាគាត់អត់ខ្លាំងមែនទែនមកសម្រាប់ថាសម្លៀកបំពាក់ខោអាវរៀនអីហ្នឹងគឺថាគាត់អត់មានពាក្យគ្រប់គ្រាន់ទេខោអាវរហែកអីចឹងទៅអញ្ចឹងពេលដែលម៉ាក់ខ្ញុំគាត់ឃើញអញ្ចឹងគឺគាត់តែងតែទៅទិញឲ្យសិស្សហ្នឹងឯងមិនថាជាស្បែកជើងមិនមែនត្រឹមតែសម្លៀកបំពាក់បូករួមជាមួយនឹងស្បែកជើងអីផ្សេងៗចឹងទៅគឺសិស្សណាដែលអត់ខ្លាំងហ្មងគឺថាខ្ញុំហើយនឹងម៉ាក់គឺដឹងតែទិញឲ្យគាត់ថ្មីឯងមិនថាសម្លៀកបំពាក់ខោអាវរៀនខោរៀនសពុតឬក៏កាតាបក៏ដូចជាស្បែកជើងជាដើមក្មេងខ្លះគឺគាត់តស៊ូមករៀនខ្លាំងមែនទែនស្បែកតែស្បែកជើងក៏អត់មានពាក្យដែរដាច់ចាស់សុខចិត្តពាក្យបើជើងម៉ាក់មកក៏មានដែរជើងហើយម៉ាក់ខ្ញុំក៏បានសម្រេចចិត្តទិញឲ្យគាត់និយាយទៅខ្ញុំជួយក្មេងៗបានច្រើនដែរប៉ុន្តែគាត់ថាអត់ដែលបានថតបានអីចឹងណាខ្ញុំថតបានតែតិចតួចទេពេលខ្លះចឹងទៅយើងជួយគាត់យើងអាចបានឃើញចាប់អារម្មណ៍ខាងនៅក្នុងការអុយថតអីទេក្មេងៗនៅទីនេះភាគច្រើនគឺឪពុកម្ដាយរបស់គាត់តែងតែទៅធ្វើការចល័តហើយពេលខ្លះទៀតគឺភាគច្រើនហ្មងគឺគាត់នៅជាមួយនឹងតែយាយអីចឹងទៅកូនខ្លះទៀតគឺគាត់មានជីវភាពខ្សត់ខ្សោយខ្លាំងចឹងនៅពេលដែលខ្ញុំហើយនឹងម៉ាក់សួរនាំគាត់អីចឹងទៅគាត់នឹកឃើញដល់រឿងដែលគាត់កំសត់គឺគាត់ចង់យំចឹងអីប៉ុន្តែខ្ញុំព្យាយាមនិយាយបន្លប់គាត់ចឹងណាកុំឲ្យគាត់យំគាត់អីចឹងតែគាត់ដឹងថាគាត់កំសត់អីចឹងណាតូចពេលខ្លះអត់មានលុយមកញ៉ាំអីទេចឹងហើយខ្ញុំចេះតែជួយគាត់តែជួយបានប៉ុណ្ណាក៏ប៉ុណ្ណឹងជួយទៅតាមលទ្ធភាពអីដែលខ្ញុំអាចជួយទៅបានលំបអីក៏ដោយនៅពេលដែលឲ្យចំមនុស្សដែលគាត់ត្រូវការគឺគាត់សប្បាយចិត្តខ្លាំងមែនទែនមកនៅក្នុងការទទួលយកគឺគាត់ត្រេកអរខ្លាំងមែនទែននៅក្នុងពេលនេះគឺខ្ញុំតែsticker ខ្លះចូលជូនពួកគាត់ដែរសម្រាប់បិទលំអសៀវភៅចឹងទៅពួកខ្ញុំខ្លួនខ្ញុំផ្ទាល់ហ្មងគឺខ្ញុំជួយចិត្តទៅសេអីក៏ដោយខ្ញុំជួយចិត្តភាពលំអនៅក្នុងសៀវភៅនឹងក៏ដូចជាមានការគូររូបក៏ដូចជាការបិទ sticker ផ្សេងៗទៅនិយាយទៅពេលយើងបើកមើលទៅគឺធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយចង់បើកសៀវភៅនឹងមើលចង់សរសេរជាបន្តនិយាយទៅគឺថាខ្ញុំចែកជូនគាត់រាល់ឆ្នាំហ្មងរាល់ឆ្នាំឲ្យតែខ្ញុំបង្រៀនប៉ះឋានៈកូននេះអញ្ចឹងគឺខ្ញុំតែងតែចែកដល់ពួកគាត់ដើម្បីក្នុងការលើកទឹកចិត្តមិនថាតិចក្តីច្រើនក្តី
chỉ tớiខ្ញុំជួយចិត្តចែករំលែកដល់ពួកគាត់ចឹងពួកគាត់នឹងមានអារម្មណ៍ថាគាត់ក្តៅសប្បាយចិត្តគាត់ខិតខំប្រឹងប្រែងហើយគាត់ទទួលបានកាដូលើកទឹកចិត្តចឹងទៅហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែនមកពេលដែលឃើញហើយពួកគាត់ខិតខំប្រឹងប្រែងស្រស់គ្នាខ្លាំងមែនទែនមកជាពិសេសកិច្ចការដែលខ្ញុំដាក់ទៅគឺគាត់បានធ្វើបានមើលបានទន្ទិញនៅពេលដែលប្រឡងគឺគាត់ធ្វើបានបន្ទុកច្រើនខ្ពស់ខ្លាំងមែនទែនហើយអ្នកដែលគាត់ទទួលបានជ័យលាភីលេខ1ហ្នឹងគឺថាបន្ទុកគាត់គឺពេញហ្មងណាចាបន្ទុកមុខវិជ្ជាខ្លះគឺគាត់ធ្វើពេញហ្មងហើយបន្ទុកដែលគាត់ធ្វើបានពេលខ្លះដូចជា right dictation អីពេលខ្លះគាត់ខុសតែមួយពីអីចឹងតែហើយក្រៅពីនេះគឺគាត់ត្រូវទាំងអស់ហ្មងណា writing spelling អីចឹងទៅគឺគាត់ធ្វើបានល្អខ្លាំងមែនទែនខ្ញុំសប្បាយចិត្តខ្លាំងមែនទែនហើយដែលខ្ញុំសប្បាយចិត្តខ្លាំងបំផុតនោះគឺគាត់ប្រឹងហ្មងគាត់ប្រឹងប្រែងក្នុងការរៀនសូត្រហ្មងក្នុងមួយថ្នាក់ហ្នឹងគឺគាត់ប្រឹងប្រែងហ្មងខ្ញុំសប្បាយចិត្តណាស់ឃើញដល់ពេលដែលឃើញសិស្សដែលខ្ញុំមើលបានបង្រៀនគឺគាត់ប្រឹងប្រែងរៀនសូត្រចឹងគឺខ្ញុំមានទឹកចិត្តនៅក្នុងការជួយគាត់ហ្មងអញ្ចឹងខ្ញុំសប្បាយចិត្តនិយាយទៅអត់មានពីអីក្រៅពីសប្បាយចិត្តទេនៅពេលដែលឃើញសិស្សជោគជ័យនៅក្នុងការសិក្សាខ្ញុំនឹងគិតថានៅថ្ងៃនេះគាត់នឹងជោគជ័យនៅក្នុងនៅក្នុងជីវិតរបស់គាត់អញ្ចឹងគាត់នឹងក្លាយទៅជាបុគ្គលគំរូម្នាក់ហើយបើនិយាយពីម៉ែខ្ញុំគឺគាត់ចិត្តទលាខ្លាំងមែនទែនមកចិត្តគាត់ទលាខ្លាំងមែនទែនគាត់ឃើញក្មេងៗអត់កំសត់អីចឹងគឺគាត់អាណិតគាត់ចង់តែព្រោះចែករំលែកដល់ពួកគាត់មកបើក្មេងៗដែលគាត់ជួបម៉ែខ្ញុំហ្មងគាត់ថាឲ្យទៅជួបយាយនឹងមិនលុយឯងនិយាយទៅម៉ែខ្ញុំគឺគាត់ធម្មតាទេបងប្អូនឯងគឺគាត់មិនទុកចិត្តគាត់ចិត្តល្អចឹងហើយដល់ពេលដែលគាត់ឃើញក្មេងដែលកំសត់ចឹងគាត់តែចិត្តរំលែកឲ្យមិនថាពេលខ្លះឲ្យ1000ក្តី500ក្តី2000 1500 3000អីចឹងទៅ4000 5000អីចឹងទៅតាមដែលគាត់ធ្វើទៅមែននិយាយទៅគឺគាត់ជួយចិត្តចែករំលែកដល់ក្មេងៗហើយក្មេងៗគឺគាត់សប្បាយចិត្តខ្លាំងមែនទែននិយាយទៅគឺមិនមែនតែសម្រាប់ក្មេងៗទេគាត់ចិត្តទលេចឹងតាំងពីដើមមកនិយាយទៅមនុស្សគាត់ចិត្តល្អចឹងហើយមែនខ្ញុំឃើញម៉ាក់ប៉ាខ្ញុំជាគំរូហើយខ្ញុំក៏ការគិតរបស់ខ្ញុំក៏ដូចគាត់ដែរចឹងណាហើយសម្រាប់ការជួយក្មេងៗនេះក៏ធ្វើឲ្យអារម្មណ៍ខ្ញុំនឹងសប្បាយចិត្តដែរនិយាយទៅឃើញពួកគាត់សប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរត្រេកអរជាមួយពួកគាត់ចឹងទៅហើយការចែករំលែកនេះនឹងធ្វើឲ្យគាត់ប្រឹងប្រែងក៏ជាកម្លាំងចិត្តដល់ពួកគាត់ដែរធ្វើឲ្យគាត់មានការខិតខំប្រឹងប្រែងតទៅមុខទៀតគ្រាន់តែប្រកាសលទ្ធផលភ្លាមគាត់ស្រែកអូអពេញថ្នាក់ហ្មងហើយឮតែគ្រូឲ្យរង្វាន់លើទឹកចិត្តទៀតរត់តែសប្បាយចិត្តរត់តែរំភើបទៀតនិយាយពីថាញញឹមមកបាត់អត់ចិត្តទេមួយថ្ងៃហ្នឹង